ប្រិយមិត្តជឿទេថាក្មេងស្រីម្នាក់ដែលធ្លាប់ជាកម្មការិនីរោងចក្រនិងអ្នកលើកម្ហូបនៅក្នុងហាងអាហារតស៊ូរស់នៅក្នុងជីវភាពខ្វះខាតបំផុតអាចក្លាយទៅជាតារាសម្ដែងស្រីលំដាប់កំពូលដែលមានឥទ្ធិពលបំផុតម្នាក់នៅក្នុងប្រទេសចិនបានពីក្មេងស្រីជនបទដែលគ្មានសូម្បីតែសញ្ញាបត្រមធ្យមសិក្សាមកជាម្ចាស់ក្រុមហ៊ុននិងគឺជាតារាដែលមានអ្នកគាំទ្ររាប់លាននាក់មនុស្សជាច្រើនហៅនាងថាតារាសំណាងប៉ុន្តែតើជាសំណាងមែនឬក៏ការតស៊ូដែលបដូរដោយញើសឈាមថ្ងៃនេះយើងនឹងនាំប្រិយមិត្តទាំងអស់គ្នាទៅដឹងអំពីជីវិតដ៏អស្ចារ្យដែលមិនគួរឲ្យជឿរបស់ Yang Qiuyu តារាស្រីដែលត្រូវបានគេប្រសិទ្ធនាមថា Cinderella នៅក្នុងជីវិតពិតនៃវិស័យកម្សាន្តចិនតោះទៅតាមដានជាមួយនឹង Star Info ទាំងអស់គ្នា Yang Qiuyu កើតនៅថ្ងៃទី31ខែកក្កដាឆ្នាំ1998នៅក្នុងភូមិដាច់ស្រយាលនៃទីក្រុង Yancheng ខេត្ត Jiangsu ប្រទេសចិននាងមានកម្ពស់ 1.68 នាងមិនមែនជាកូនអ្នកមានទ្រព្យសម្បត្តិឬកើតមកនៅក្នុងត្រកូលអ្នកសិល្បៈនោះទេប៉ុន្តែនាងគឺជាកូនស្រីកសិករដែលមានជីវភាពក្រីក្របំផុតម្នាក់ជីវិតនៅក្នុងវ័យកុមាររបស់នាងបានជួបជុំភ្លៀងតាំងពីតូចនៅពេលដែលមានអាយុត្រឹមតែ12ឆ្នាំភាពក្រីក្របានធ្វើឲ្យគ្រួសារដ៏កក់ក្ដៅមួយបានរង្គោះរង្គើរហូតឪពុកម្ដាយរបស់នាងបានសម្រេចចិត្តលែងលះគ្នាម្ដាយរបស់នាងបានចាក់ចេញពីផ្ទះទៅរកការងារធ្វើនៅឆ្ងាយចំណែកឯរូបនាងវិញត្រូវរស់នៅជាមួយនឹងឪពុកដែលជាកសិករក្រីក្រចំណាស់ម្នាក់ការបែកបាក់នេះត្រូវបង្ខំឲ្យនាងរៀនរស់នៅដោយឯកោនិងចេះជួយខ្លួនឯងតាំងពីមិនទាន់ដឹងក្តីពេញលេញទោះបីជាចង់រៀនសូត្រដូចក្មេងដទៃក៏ដោយប៉ុន្តែដោយសារស្ថានភាពហិរញ្ញវត្ថុក្នុងគ្រួសារកាន់តែដុនដាបនាងបានសម្រេចចិត្តបោះបង់ការសិក្សានៅត្រឹមអនុវិទ្យាល័យក្នុងវ័យដែលមិត្តភក្តិម្នាក់កំពុងតែកាន់សៀវភៅទៅសាលារៀន Yang Qiuyu បែរជាត្រូវស្ពាយបង្វិចចាក់ចេញពីស្រុកកំណើតឆ្ពោះទៅកាន់ទីក្រុងធំៗដើម្បីស្វែងរកការងារធ្វើក្នុងគោលបំណងជួយសម្រាលបន្ទុកគ្រួសារដ៏ធ្ងន់ធ្ងររបស់ឪពុកមុននឹងមានពន្លឺដូចសពថ្ងៃនេះនាងបានឆ្លងកាត់ការងារដែលហត់នឿយនិងរងសម្ពាធជាច្រើននាងធ្លាប់បានធ្វើជាកម្មការិនីនៅក្នុងរោងចក្រកាត់ដេរអង្គុយដេរខោអាវរាប់ម៉ោងនិងធ្លាប់ធ្វើជាអ្នកបម្រើនៅក្នុងហាងលក់អាហារចាំលើកម្ហូបនិងលាងចានយ៉ាងលំបាកនាងរស់នៅក្នុងបន្ទប់ជួលតូចចង្អៀតនិងសន្សំសំចៃដើម្បីបានកម្រៃខ្លះផ្ញើទៅផ្ទះចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺការបោះជំហានចូលសិល្បៈដំបូងរបស់នាងមិនមែនកាត់ចេញពីមហិច្ឆតាចង់ល្បីល្បាញនោះទេនាងបានសម្រេចចិត្តដាក់ពាក្យប្រឡងនៅក្នុងក្រុមតារាតូចមួយដោយសារតែឃើញការផ្សព្វផ្សាយថាមានប្រាក់ខែ 2,000 យួនប្រហែលជា$300និងមានបាយហូបហ្វ្រីរាល់ថ្ងៃសម្រាប់ក្មេងស្រីដែលធ្លាប់ខ្វះខាតបាយមួយពេលនិងលុយបន្តិចបន្តួចនេះហើយគឺជាកម្លាំងចិត្តដែលរុញឲ្យនាងចូលទៅក្នុងពិភពសិល្បៈដោយមិនដឹងខ្លួននៅក្នុងឆ្នាំ2018វាសនារបស់ Yang Qiuyu បានឈានដល់ចំណុចរបត់ដ៏ធំបំផុតដែលនាងមិនធ្លាប់បានស្រមៃដល់នៅពេលដែលនាងបានសម្រេចចិត្តចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ថ្នាក់ជាតិ Product 101 China ដែលជាកម្មវិធីជ្រើសរើសតារាស្រីលំដាប់កំពូលតាំងពីវគ្គដំបូង Yang Qiuyu បានក្លាយទៅជាប្រធានបទដ៏ក្រៅកគុកពេញបណ្ដាញសង្គមដោយសារតែនាងមិនធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាលសិល្បៈពីមុនមកជំនាញរាំនិងច្រៀងរបស់នាងគឺនៅមានកម្រិតខ្លាំងបើប្រៀបធៀបទៅនឹងបេក្ខនារីដទៃទៀតនាងធ្លាប់យំនៅលើឆាកដោយសម្ពាធនិងការភ័យខ្លាចដែលធ្វើឲ្យមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃថានាងមានតែរូបសម្រស់តែគ្មានសមត្ថភាពទោះបីជាមានការរិះគន់ប៉ុន្តែអ្វីដែលធ្វើឲ្យ Yang Qiuyu ខុសប្លែកពីគេនោះគឺភាពស្មោះត្រង់និងធម្មជាតិពិតៗរបស់នាងមិនមែនជាតារាដែលសម្ដែងឲ្យមើលទៅល្អឥតខ្ចោះនោះទេនាងហ៊ាននិយាយត្រង់ៗអំពីការចង់បានប្រាក់ខែជួយដល់គ្រួសារហ៊ានយំនិងហ៊ានសើចដោយមិនលាក់លៀមអត្តចរិតក្រមិចក្រមើមភាពស្លូតត្រង់បែបក្មេងស្រីជនបទនិងរូបសម្រស់ដ៏ស្រស់ស្អាតដូចតុក្កតាបានបង្កើតជាមន្តស្នេហ៍ម្យ៉ាងដែលធ្វើឲ្យអ្នកគាំទ្រទូទាំងប្រទេសរួមទាំងអ្នកលេងអ៊ីនធឺណិតបែរមកស្រឡាញ់និងជួយការពារនាងយ៉ាងខ្លាំងក្លាតាមរយៈការបោះឆ្នោតដ៏លើសលប់ពីអ្នកគាំទ្រដែលមើលទៅឃើញពីការព្យាយាមរបស់នាង Yang Qiuyu បានបង្កើតភាពភ្ញាក់ផ្អើលដោយទទួលបានចំណាត់ថ្នាក់លេខ3នៅក្នុងវគ្គផ្ដាច់ព្រាត់នាងបានបង្ហាញខ្លួនជាផ្លូវការជាសមាជិកដ៏លេចធ្លោនៃក្រុមចម្រៀងនារី Rockets Girl 101ដោយជោគជ័យក្នុងកម្មវិធីនេះបានក្លាយទៅជាសារមួយផ្ដល់កម្លាំងចិត្តដល់យុវជនចិនរាប់លានអ្នកថាទោះបីជាអ្នកមិនមែនជាមនុស្សពូកែបំផុតប៉ុន្តែបើមានភាពស្មោះត្រង់និងមិនបោះបង់ឱកាសពិភពលោកនិងផ្ដល់រង្វាន់ឲ្យអ្នកចាប់ពីពេលនោះមកជីវិតជាក្មេងស្រីជនបទរបស់នាងបានបញ្ចប់ហើយទំព័រថ្មីនៃតារាលំដាប់កំពូលក៏បានចាប់ផ្ដើមបន្ទាប់ពីក្រុម Rockets Girl 101ត្រូវបានរំសាយតាមកិច្ចសន្យា
យ៉ាងជឿយឺមិនបានធ្វើឲ្យអ្នកគ្រប់គ្រងខកបំណងឡើយនាងបានសម្រេចចិត្តបង្វែរទិសដៅយ៉ាងពេញទំហឹងមកកាន់វិស័យសម្ដែងដែលជាកន្លែងដែលបង្ហាញសមត្ថភាពពិតនិងទទួលបានការទទួលស្គាល់កាន់តែខ្លាំងពីសំណាក់មហាជននិងអ្នកជំនាញខ្សែភាពយន្តភាគល្បីៗដែលសាងឈ្មោះឲ្យនាងរួមមាន Project Upstream ក្នុងឆ្នាំ2019នេះគឺជាការសាកល្បងដំបូងដ៏គួរឲ្យភ្ញាក់ផ្អើលនាងបានសម្ដែងជាតួអង្គដែលមានចរិតធម្មជាតិសាមញ្ញដែលមើលទៅសមឥតខ្ចោះទៅនឹងបុគ្គលិកលក្ខណៈពិសេសរបស់នាងការសម្ដែងដ៏រស់រវើកក្នុងរឿងនេះបានធ្វើឲ្យអ្នកវិភាគនិងអ្នកជំនាញផ្នែកសិល្បៈសម្ដែងបានចាប់ផ្ដើមផ្លាស់ប្ដូរទស្សនៈមកលើរូបនាង Dan of the Phoenix ក្នុងឆ្នាំ2020ក្នុងនាមជាតួឯកស្រី Fang Wu នាងបានបង្ហាញខ្លួននៅក្នុងឈុតសម្លៀកបំពាក់បុរាណដ៏ស្រស់ស្អាតដូចទេពអប្សររឿងនេះបានជួយឲ្យនាងក្លាយទៅជាទេពធីតារឿងបុរាណជំនាន់ថ្មីនិងទទួលបានប្រជាប្រិយភាពខ្លាំងនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីរួមទាំងកម្ពុជាផងដែរ Midsummer is Full of Love ក្នុងឆ្នាំ2020នាងបានចាប់ដៃគូជាមួយនឹងតារាប្រុស Choi Mi-soo នៅក្នុងរឿងដែលថតឡើងវិញពីខ្សែភាពយន្តកូរ៉េដ៏ល្បីល្បាញ Full House ភាពក្រមិចក្រមើមនិងការសម្ដែងបែបមនោសញ្ចេតនាយុវវ័យរបស់នាងបានធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនបាននិងកាន់តែស្រឡាញ់ភាពតស៊ូរបស់នាងក្នុងសាច់រឿង Heroes ក្នុងឆ្នាំ2022នាងបានផ្លាស់ប្ដូរមកជាតួអង្គ Wenrose ដែលជាស្រីស្អាតនៅក្នុងពិភពគុណក្នុងរឿងនេះនាងបានបង្ហាញពីភាពចាក់ទុំក្នុងការសម្ដែងនិងសមត្ថភាពប្រើប្រាស់ក្បាច់គុណដែលបង្ហាញថានាងបានហ្វឹកហាត់យ៉ាងធ្ងន់ធ្ងរសម្រាប់តួនាទីនីមួយៗ Love You Seven Time ឬនិស្ស័យស្នេហ៍7ជាតិក្នុងឆ្នាំ2023នេះគឺជាចំណុចកំពូលនៃអាជីពសម្ដែងរបស់នាងការសម្ដែងជាតួអង្គដែលមាន7ជាតិជាមួយនឹងលោក Ding Yuxi បានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់មិនត្រឹមតែរូបភាព CGI ស្រស់ស្អាតនោះទេប៉ុន្តែសមត្ថភាពសម្ដែងឈុតយំនិងឈុតមនោសញ្ចេតនារបស់នាងមានភាពស៊ីជម្រៅនិងរំជួលចិត្តជាខ្លាំងក្រៅពីភាពជោគជ័យនៅលើកញ្ចក់ទូរទស្សន៍នៅក្នុងនាមជាតួឯកស្រីយ៉ាងជឿយឺបានសាងឥទ្ធិពលយ៉ាងខ្លាំងក្លានៅក្នុងវិស័យកម្សាន្តតាមរយៈការងារចម្រុះដែលធ្វើឲ្យនាងក្លាយទៅជាតារាស្រីលំដាប់ A របស់ប្រទេសចិនយ៉ាងជឿយឺត្រូវបានគេស្គាល់ថាជាអាវុធសម្ងាត់នៃកម្មវិធីរបស់ទូរទស្សន៍រាល់កម្មវិធីដែលមានវត្តមានរបស់នាងតែងតែទទួលបានចំនួនអ្នកទស្សនាខ្ពស់បំផុតនៅក្នុងកម្មវិធីល្បីៗដូចជា Keep Running, The Heartland and Go Fighting នាងបានបង្ហាញពីភាពឆ្លាតវៃការដោះស្រាយបញ្ហាភ្លាមៗនិងសម្ដីចាក់ទឹកមិនលិចដែលពោរពេញទៅដោយភាពកំប្លុកកំប្លែងអត្តចរិតបែបធម្មជាតិនិងមិនចេះសម្ដែងធ្វើរឹកពីបានធ្វើឲ្យនាងក្លាយទៅជាតារាដែលមហាជនចូលចិត្តបំផុតព្រោះពួកគេមានអារម្មណ៍ថានាងនៅតែជាក្មេងស្រីធម្មតាម្នាក់ទោះបីជាមានឈ្មោះបោះសម្លេងក៏ដោយដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាតដូចតុក្កតានិងប្រជាប្រិយភាពដ៏លើសលប់នាងបានក្លាយទៅជាតំណាងឲ្យម៉ាក brand ល្បីៗជាច្រើនចាប់តាំងពីផលិតផលថែរក្សាសម្ផស្សគ្រឿងសម្អាងរហូតមកដល់ម៉ាកយីហោសម្លៀកបំពាក់អន្តរជាតិក្រុមហ៊ុនធំៗជឿជាក់លើឥទ្ធិពលរបស់នាងព្រោះរាល់ផលិតផលដែលនាងបានផ្សព្វផ្សាយតែងតែលក់ដាច់បំផុតដោយសារកម្លាំងគាំទ្រដ៏មហិមារបស់នាងភាពជោគជ័យរបស់យ៉ាងជឿយឺមិនមែនជារឿងចៃដន្យឡើយនាងត្រូវបានទស្សនាបតី Forbes China ចុះបញ្ជីជាបុគ្គលដែលមានឥទ្ធិពលបំផុតម្នាក់នៅក្នុងចំណោម100នាក់ Forbes China Celebrity 100ក្នុងឆ្នាំ2019និង2020នេះគឺជាមោទនភាពដ៏ធំធេងសម្រាប់ក្មេងស្រីដែលមកពីបាតដៃទទេតែអាចចូលឈ្មោះស្មើជាមួយនឹងតារារៀបច្បងល្បីៗដែលមានបទពិសោធន៍រាប់សិបឆ្នាំឥទ្ធិពលរបស់នាងបានជ្រាបចូលទៅក្នុងវប្បធម៌យុវវ័យនាងត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃសំណាងនិងជាគំរូនៃការព្យាយាមភាពជោគជ័យរបស់នាងក្នុងវិស័យផ្សេងៗបានបង្ហាញឲ្យឃើញថានាងគឺជាតារាពហុជំនាញដែលអាចរ៉ាប់រងបានទាំងការងារសម្ដែងការរាំការច្រៀងនិងធ្វើជាពិធីការនីកម្មវិធីទូរទស្សន៍យ៉ាងមានប្រសិទ្ធភាពអ្វីដែលធ្វើឲ្យយ៉ាងជឿយឺខុសប្លែកពីតារាស្រីដទៃទៀតគឺការមើលឃើញវែងឆ្ងាយនិងភាពចាស់ទុំផ្នែកធុរកិច្ចទោះបីជានាងមានវ័យក្មេងក៏ដោយនាងមិនមែនគ្រាន់តែរងចាំការងារដែលក្រុមហ៊ុនផ្ដល់ឲ្យនាងនោះទេប៉ុន្តែនាងបានរៀបចំគ្រឹះសេដ្ឋកិច្ចយ៉ាងរឹងមាំសម្រាប់ខ្លួនឯងនៅក្នុងឆ្នាំ2020ក្នុងវ័យត្រឹមតែ22ឆ្នាំយ៉ាងជឿយឺបានបោះជំហានយ៉ាងក្លាហានចូលទៅក្នុងវិស័យជំនួញដោយបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដែលមានឈ្មោះថា Yilif Culture Media ដែលស្ថិតក្នុងទីក្រុងសៀងហៃការបង្កើតក្រុមហ៊ុននេះបានបង្ហាញថានាងមិនចង់ត្រឹមតែជាអ្នកសម្ដែងនិងនៅក្នុងវិស័យកម្សាន្តឡើយប៉ុន្តែនាងចង់ធ្វើជាអ្នកដឹកនាំនិងជាអ្នកគ្រប់គ្រងវាសនាដោយដៃខ្លួនឯងនាងបានរៀនសូត្រពីរបៀបចាត់ចែងហិរញ្ញវត្ថុនិងការបង្កើតយុទ្ធសាស្ត្រដើម្បីពង្រីកកេរ្តិ៍ឈ្មោះរបស់នាងឲ្យក្លាយជាម៉ាកយីហោមួយដែលមានតម្លៃភាពជោគជ័យផ្នែកអាជីវកម្មរបស់នាងបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឈ្មោះរបស់នាងត្រូវបានបញ្ចូលទៅក្នុងបញ្ជីបុគ្គលដែលមានសមត្ថភាពពិសេស
ដែលទទួលបានសិទ្ធិខ្លាយទៅជាអ្នកតាំងទីលំនៅជាផ្លូវការរបស់ Hogo នៅក្នុងទីក្រុងសៀងហៃនេះមិនមែនរឿងសាមញ្ញឡើយព្រោះវាគឺជាឯកសិទ្ធិដែលផ្ដល់ឲ្យបុគ្គលណាដែលមានសមត្ថភាពខ្ពស់មានអាជីវកម្មជោគជ័យនិងបានរួមចំណែកយ៉ាងធំធេងដល់សេដ្ឋកិច្ចនិងពន្ធដាររបស់ទីក្រុងតែប៉ុណ្ណោះការដែលក្មេងស្រីម្នាក់ដែលធ្លាប់បោះបង់ការសិក្សាដោយសារភាពក្រីក្រអាចមកបង្កើតក្រុមហ៊ុននៅកណ្ដាលទីក្រុងសៀងហៃបានវាគឺជាការផ្លាស់ប្ដូរវាសនាមួយដ៏អស្ចារ្យនាងបានប្រើប្រាស់ប្រាក់ចំណូលពីសិល្បៈយកមកវិនិយោគយ៉ាងឆ្លាតវៃដើម្បីធានាបានថាជីវិតរបស់នាងនិងជីវិតគ្រួសារមិនវិលត្រឡប់ទៅរកភាពលំបាកដោយកាលពីមុនឡើយក្រៅពីការសម្ដែងនាងក៏ត្រូវបានរ៉ាប់រងការងារការិយាល័យការប្រជុំនិងការសម្រេចចិត្តសំខាន់ៗនៅក្នុងក្រុមហ៊ុនភាពឆ្លាតវៃរបស់នាងបានបំបាក់មតិរិះគន់ដែលធ្លាប់និយាយថានាងមានតែរូបសម្រស់ប៉ុន្តែគ្មានចំណេះដឹងនាងបានបង្ហាញថាសាលាជីវិតនិងការព្យាយាមអាចបង្រៀនមនុស្សឲ្យក្លាយជាសេដ្ឋីបាននៅក្នុងបណ្ដាញសង្គមចិនយ៉ាងឈើយឺមិនត្រឹមតែត្រូវបានគេស្គាល់នៅក្នុងនាមជាតារាសម្ដែងប៉ុណ្ណោះទេប៉ុន្តែនាងបានក្លាយទៅជានិមិត្តរូបនៃសំណាងដែលមនុស្សរាប់លានអ្នកគោរពនិងស្រឡាញ់ជឿជាក់រូបភាពរបស់នាងនៅក្នុងកម្មវិធី Product 101ដែលមានកាយវិការលើកដៃបន់ស្រន់ឬរូបភាពដែលនាងទទួលបានយ៉ាងនឹកស្មានមិនដល់នោះបានក្លាយជារូបតំណាងដ៏ពេញនិយមបំផុតយុវវ័យចិនជាច្រើនបានយករូបនាងមកធ្វើជា wallpaper របស់ទូរស័ព្ទឬ share រូបភាពនាងទៅលើបណ្ដាញសង្គមឬមុនពេលធ្វើកិច្ចការងារសំខាន់ៗពួកគេជឿថាធម៌ពលនៃសំណាងរបស់នាងនឹងជួយឲ្យពួកគេសម្រេចបំណងប្រាថ្នាដោយដែលនាងបានជំនះរាល់ឧបសគ្គពីក្មេងស្រីក្រីក្រមកជាតារាលំដាប់កំពូលមូលហេតុដែលគេហៅនាងថាជាទេពធីតាសំណាងគឺដោយសារតែខ្សែជីវិតរបស់នាងតែម្ដងនាងហាក់បីដូចជាមានទេវតាថែរក្សាដែលនាំផ្លូវនាងឲ្យរួចផុតពីការរិះគន់ជីវិតដ៏លំបាកនិងនាំនាងទៅកាន់ចំណុចខ្ពស់បំផុតការដែលក្មេងស្រីម្នាក់ដែលគ្មានមូលដ្ឋានគ្រឹះសិល្បៈទាល់តែសោះតែអាចប្រកួតប្រជែងឈ្នះបេក្ខនារីរាប់ពាន់នាក់ដែលមានសមត្ថភាពខ្ពស់វាគឺជាអភូតហេតុមួយដែលធ្វើឲ្យមនុស្សម្នាចង់ទទួលបានសំណាងបែបនេះដែរទោះបីជាត្រូវបានគេលើកតម្កើងថាជាទេពធីតាសំណាងក៏ដោយប៉ុន្តែយ៉ាងឈើយឺមិនដែលអួតអាងនោះទេផ្ទុយទៅវិញនាងបានទទួលយកការងារនេះដោយសុភាពរាបសារនិងឆ្លាតវៃនាងតែងតែប្រាប់អ្នកគាំទ្រទៅវិញថាសំណាងគ្រាន់តែជាឱកាសដែលមកដល់ប៉ុន្តែការខិតខំប្រឹងប្រែងខ្លួនឯងទើបជាអ្វីដែលឋិតថេរនាងបានប្រើប្រាស់ប្រជាប្រិយភាពនេះដើម្បីលើកទឹកចិត្តឲ្យមនុស្សម្នាមានក្តីសង្ឃឹមនិងកុំចុះចាញ់នឹងព្រេងវាសនាដោយសារតែងារជាទេពធីតាសំណាងនេះហើយទើបម៉ាក់យីហោជាច្រើនចង់ឲ្យនាងមកធ្វើជាតំណាងព្រោះគេយល់ថាវត្តមានរបស់នាងនឹងនាំមកនូវការរីកចម្រើននិងជ័យលាភីដល់អាជីវកម្មរបស់ពួកគេផងដែរក្នុងរយៈពេលមិនដល់5ឆ្នាំផងយ៉ាងឆៅយឺបានបំបែកកំណត់ត្រាដោយការដណ្ដើមយកពានរង្វាន់សំខាន់ៗជាច្រើនដែលសូម្បីតែតារាដែលមានបទពិសោធន៍យូរឆ្នាំឬចាស់ភាសាហើយក៏ប្រាថ្នាចង់បានពានរង្វាន់ទាំងនេះមិនមែនបានមកដោយសារតែសំណាងឡើយប៉ុន្តែវាគឺការទទួលស្គាល់លើការអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សរបស់នាងបានឈ្នះពានរង្វាន់តារាដែលមានការមោះមុតបំផុតប្រចាំឆ្នាំពានរង្វាន់នេះផ្ដល់ឲ្យនាងដោយសារតែការប្រែប្រួលដ៏អស្ចារ្យពីតារាចម្រៀង idol មកជាតារាសម្ដែងដែលមានសមត្ថភាពនិងអាចទាក់ទាញចំណាប់អារម្មណ៍មហាជនបានយ៉ាងលើសលប់គ្រប់វេទិកានៅក្នុងឆ្នាំ2018យ៉ាងឈើយឺបានបង្កើតប្រវត្តិសាស្ត្រដោយត្រូវបានទស្សនាវដ្តីមានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសចិនគឺ China Newsweek ជ្រើសរើសជាបុគ្គលម្នាក់នៅក្នុងចំណោមអ្នកដែលមានឥទ្ធិពលបំផុតលើការវិនិយោគរបស់ប្រទេសចិននាងបានចូលឈ្មោះក្បែរអ្នកវិទ្យាសាស្ត្រនិងអ្នកនយោបាយល្បីៗដែលនេះបង្ហាញថាជីវិតរបស់នាងបានក្លាយទៅជាកម្លាំងចិត្តនិងជាមេរៀនដ៏ធំមួយសម្រាប់ប្រជាជននៅក្នុងប្រទេសចិនទាំងមូលនាងត្រូវបានគេទទួលស្គាល់ជាឯកច្ឆន្ទថាជាកំពូលតារាដែលកើតមកសម្រាប់កម្មវិធី reality show ដោយសារតែភាពរហ័សរហួនភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហានិងសម្ដីដែលពោរពេញទៅដោយទស្សនៈអប់រំដែលគេតែងតែហៅថា Chow Yu Quoteដែលធ្វើឲ្យនាងទទួលបានពានរង្វាន់ជាតារាឆ្នាំក្នុងកម្មវិធីទូរទស្សន៍ជាច្រើនដងរាល់សម្ដីរបស់នាងតែងតែត្រូវបានគេយកទៅចែករំលែកបន្តជាមេរៀនជីវិតសម្រាប់យុវវ័យនាងក៏ធ្លាប់ទទួលបានពានរង្វាន់ពាក់ព័ន្ធទៅនឹងតារាដែលមានឥទ្ធិពលលើម៉ូដសម្លៀកបំពាក់និងតារាដែលពេញនិយមបំផុតលើបណ្ដាញសង្គមពីស្ថាប័នធំៗដូចជា Weibo និងស្ថាប័នម៉ូដអន្តរជាតិនេះសបញ្ជាក់ថាគ្រប់ជំហានដែលនាងដើរគឺសុទ្ធតែជាការបង្កើនតម្លៃនិងការទទួលស្គាល់យ៉ាងពិតប្រាកដចំណុចដែលធ្វើឲ្យយ៉ាងឆៅយឺបានក្លាយទៅជាបុគ្គលម្នាក់ដែលគួរឲ្យគោរពបំផុតនោះមិនមែនដោយសារតែភាពស្រស់ស្អាតរបស់នាងឡើយប៉ុន្តែដោយសារតែបេះដូងដែកថែបនិងការតស៊ូមិនចេះរុញរាចំពោះមុខព្យុះភ្លៀងនៃការរិះគន់តាំងពីថ្ងៃដំបូងដែលនាងបានឈានជើងក្នុងវិស័យសិល្បៈយ៉ាងឆៅយឺគឺជាតារាស្រីម្នាក់ដែលរងការវាយប្រហារខ្លាំងបំផុតពីអ្នកលេងអ៊ីនធឺណិតនាងត្រូវបានគេរិះគន់ឥតឈប់ឈររឿងខ្វះសមត្ថភាពច្រៀងនិងរាំ
នឹងត្រូវបានចោទប្រកាន់ថាមានតែសំណាងតែគ្មានចំណេះដឹងទោះបីជាយ៉ាងណានាងមិនដែលតបតដោយហិង្សាឬបោះបង់ក្តីស្រមៃឡើយផ្ទុយទៅវិញនាងបានប្រើប្រាស់ពាក្យដែលមើលងាយទាំងនោះមកធ្វើជាធម៌ពលដើម្បីរុញខ្លួនឯងឲ្យខំប្រឹងជាងមុនបន្ថែមទៀតទ្វេដងនាងបានចំណាយពេលវេលាយ៉ាងច្រើនក្នុងការហ្វឹកហាត់សម្ដែងជាមួយនឹងគ្រូល្បីៗនិងបានទទួលយកនៅតួនាទីធំតូចជាច្រើនដើម្បីដុសខាត់សមត្ថភាពការព្យាយាមរបស់នាងបានហុចផលជាបន្តបន្ទាប់នៅពេលដែលទស្សនិកជនចាប់ផ្ដើមមើលឃើញពីការរីកចម្រើនយ៉ាងច្បាស់នៅក្នុងរឿងភាគក្រោយៗរបស់នាងបានបង្ហាញពីពិភពលោកឲ្យឃើញថាទោះបីជានាងមិនបានកើតមកមានដុងសិល្បៈពីកំណើតប៉ុន្តែនាងអាចបង្កើតវាបានតាមរយៈការតាំងចិត្តនិងការអត់ធ្មត់តស៊ូនាងមានសម្ដីមាសមួយឃ្លាដែលបានដកជាប់ក្នុងចិត្តអ្នកគាំទ្រជាខ្លាំងខ្ញុំរឹងមាំដូចជាស្មៅព្រៃទោះបីជាមានគេជន់ឈ្លីខ្ញុំប៉ុណ្ណាក៏ខ្ញុំនៅតែអាចដុសឡើងវិញយ៉ាងស្រស់បំព្រងនៅថ្ងៃបន្ទាប់ប្រយោគនេះបានឆ្លុះបញ្ចាំងពីជីវិតពិតរបស់នាងដែលបានឆ្លងកាត់ភាពជូរចត់តាំងពីកុមារភាពរហូតមកដល់ការរងសម្ពាធក្នុងវិស័យសិល្បៈប៉ុន្តែនាងនៅតែរក្សាបាននូវភាពវិជ្ជមាននិងស្នាមញញឹមជានិច្ចយ៉ាងឆេវីត្រូវបានគេសរសើរថាជាតារាស្រីដែលមាន IQ និង EQ ខ្ពស់នាងដឹងអំពីរបៀបគ្រប់គ្រងអារម្មណ៍ចំពោះមុខកាមេរ៉ានិងចេះបង្វែរស្ថានភាពតានតឹងមកជាភាពរីករាយភាពរឹងមាំនៃផ្លូវចិត្តនេះហើយដែលធ្វើឲ្យនាងអាចឈរជើងបានយ៉ាងរឹងមាំក្នុងវិស័យសិល្បៈចិនដែលពោរពេញទៅដោយការប្រកួតប្រជែងដ៏ខ្លាំងក្លាទោះបីជាបច្ចុប្បន្នយ៉ាងឆេវីមានឈ្មោះបោះសម្លេងនិងរស់នៅក្នុងជីវិតដ៏ស៊ីវិល័យយ៉ាងណាក៏ដោយប៉ុន្តែនាងមិនដែលបំភ្លេចដើមកំណើតជាកូនកសិករនិងការលំបាកដែលនាងធ្លាប់ឆ្លងកាត់នោះឡើយនាងបានប្រើប្រាស់ប្រជាប្រិយភាពរបស់នាងជាស្ពានដើម្បីជួយដល់អ្នកដែលខ្វះខាតនិងអភិវឌ្ឍសហគមន៍ដោយសារតែនាងធ្លាប់ជួបការលំបាកនិងត្រូវបង្ខំចិត្តបោះបង់ការសិក្សាដោយសារជីវភាពយ៉ាងឆេវីតែងតែផ្ដល់អាទិភាពខ្ពស់ដល់យុទ្ធនាការសប្បុរសធម៌ដែលពាក់ព័ន្ធទៅនឹងកុមារនាងបានបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីកសាងបណ្ណាល័យនិងទិញសម្ភារៈសិក្សានិងផ្ដល់អាហារូបករណ៍ដល់កុមារក្រីក្រនៅតំបន់ជនបទដាច់ស្រយាលដើម្បីឲ្យពួកគេមានឱកាសរៀនសូត្រនិងមិនត្រូវបោះបង់ក្តីស្រមៃដោយរូបនាងកាលពីមុនឡើយក្នុងនាមជាកូនស្រីកសិករនាងយល់ច្បាស់ពីការហត់នឿយរបស់កសិករនាងបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីផ្សព្វផ្សាយឬ live stream ដើម្បីជួយផ្សព្វផ្សាយនិងលក់ផលិតផលកសិកម្មមកពីភូមិឋាននានាដែលកំពុងជួបបញ្ហាទីផ្សារសកម្មភាពនេះមិនត្រឹមតែជួយឲ្យកសិករលក់ដាច់នោះទេប៉ុន្តែវាថែមទាំងជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកឲ្យកាន់តែប្រសើរឡើងតាមរយៈឥទ្ធិពលនៃឈ្មោះរបស់នាងយ៉ាងឆេវីត្រូវបានគេចាត់ទុកថាជាតំណាងដ៏ល្អបំផុតសម្រាប់យុវជនជំនាន់ក្រោយជាពិសេសអ្នកដែលមកពីស្រទាប់វណ្ណៈទាបបំផុតនៃសង្គមនាងតែងតែចែករំលែកមេរៀនជីវិតនិងផ្ដល់កម្លាំងចិត្តតាមរយៈបទសម្ភាសន៍នានាថាយើងមិនអាចជ្រើសរើសកំណើតបានមែនប៉ុន្តែយើងអាចជ្រើសរើសផ្លូវដើរសម្រាប់អនាគតបាននាងគឺជាភស្តុតាងដែលបង្ហាញថាភាពក្រីក្រមិនមែនជាឧបសគ្គដែលមិនអាចជំនះបានឡើយរាល់ពេលដែលមានគ្រោះមហន្តរាយធម្មជាតិកើតឡើងនៅក្នុងប្រទេសចិននាងតែងតែជាតារាដំបូងដែលបរិច្ចាគថវិកានិងសម្ភារៈសង្គ្រោះបន្ទាន់យ៉ាងស្ងៀមស្ងាត់ទឹកចិត្តសប្បុរសធម៌ដោយមិនចង់បានភាពលេចធ្លោនេះហើយដែលធ្វើឲ្យនាងកាន់តែទទួលបានការគោរពស្រឡាញ់ពីមហាជនគ្រប់ស្រទាប់វណ្ណៈបាទខ្ញុំបាទសូមបញ្ចប់ត្រឹមប៉ុណ្ណេះអំពីជីវប្រវត្តិរបស់តារាសម្ដែងស្រីគឺអ្នកនាងយ៉ាងឆេវីសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមកុំភ្លេចជួយចុច like share និងបើមានយោបល់សូមជួយ comment ខាងក្រោមវីដេអូនេះ